ជន់កំតិចវាឲ្យម៉ត់ម្ដងមួយកង់តើឯងស្គាល់រសជាតិនៃការកាត់ខ្លួនជាពីរចំណែកទេកាត់ខ្លួនជាពីរចំណែកតើនរណាផ្ដល់ភាពក្លាហានឲ្យឯងយានហួយដកខ្លួនថយទៅគ្មាននរណាបន្ទោសឯងទេនេះមិនមែនជាស្ថានភាពដែលឯងអាចដោះស្រាយបានឡើយយន្តយាតគឺជាកម្ពុជាអ្នកគុណនិយមដ៏កម្រម្នាក់នៅក្នុងត្រកូលយានរបស់យើងអាយុនៅក្មេងសោះតែគេបានឈានដល់ថ្នាក់ស្ថាបនាគ្រឹះទៅហើយចំណែកឯយានហួយនេះគ្រាន់តែជាមនុស្សធ្លុកកំភ្លុកកំ pl ាញ់ប៉ុណ្ណោះគ្រាន់តែជាមនុស្សធ្លុកប៉ុណ្ណោះលើកនេះយានហួយច្បាស់ជាជួបគ្រោះថ្នាក់ច្រើនជាងបុណ្យហើយត្រូវហើយការវាយលុកអស់ពីកម្លាំងនេះដំឡើយថែមទាំងចិត្តដល់អនុភាពនៃកម្រិតជិនតានទៅហើយក្នុងចំណោមសិស្សរាប់ម៉ឺនអ្នកនេះតើអ្នកណាអាចទប់ទល់នឹងការកាប់មួយដាវនេះបានតើគួររៀបចំឈូសសម្រាប់អាពូតអេតខាន់ស្លានេះហើយឬនៅបងប្រុសតើយានហ៊ូនស្លាប់ហើយមែនទេគេមិនទាន់ស្លាប់ទេការវាយលុកមួយនេះចិត្តដល់កម្រិតជីនតានទៅហើយមិននឹកស្មានថាអញបែរជាដួលទៅវិញយ៉ងហួយតើអញលាក់ទុកអាចកំបាំងច្រើនប៉ុណ្ណាទៅពិតមែនហើយវាមិនអាចទៅរួចទេភ្ញាក់ផ្អើលណាស់មែនទេមិនមែនគ្រាន់តែជាដំណាក់កាលស្ថាបនាគ្រឹះទេអីចៃដន្យណាស់ខ្ញុំក៏ដូចគ្នានិយាយឈួត3ថ្ងៃមុនឯងនៅតែជាដំណាក់កាលដំបូងនៃការស្ថាបនាគ្រឹះសោះតើឯងទៅរកដុំវិញ្ញាណពីណាមកទ្រាំមើលខ្ញុំមានបានព្រាមមិនបានមែនទេប្រាប់ឯងទៅចុះខ្ញុំស្អប់បំផុតគឺពួកកូនអ្នកមានក្រអឹតប្រទមមិនកោតក្រែងញើសអ្នកណាដូចជាពួកឯងកាត់មកទាំងមានទ្រព្យសម្បត្តិស្តុកស្ដំទៅហើយតែបែរជាមិនអាចទ្រាំឃើញការខិតខំប្រឹងប្រែងបន្តិចបន្តួចរបស់អ្នកដទៃទៅវិញអាសត្វល្អិតដូចជាឯងមានតែត្រូវគេកំទេចចោលប៉ុណ្ណោះឯងសាក់មើលទៅហ៎មិនមែនទេពិតជាគួរឲ្យអាម៉ាស់ណាស់ឯងជាកូនប្រពន្ធដើមរបស់ត្រកូលយានមែនទេត្រូវកូនប្រពន្ធចង់ដូចជាខ្ញុំវាឡើងព្រមខ្លួនបែបនេះឯងទៅសម្លាប់ខ្លួនតែម្ដងទៅល្អជាងឯងចង់ងាប់មែនទេគ្មានអ្នកណាអាចមកប្រមាថខ្ញុំបានទេមនុស្សគ្មានដងក្បាច់គុណដូចជាឯងគឺពឹងផ្អែកតែលើថ្នាំទិព្វដើម្បីហ្វឹកហាត់រហូតមកដល់ពេលនេះប៉ុណ្ណោះការថ្លែងអំណរគុណរបស់យានយក្សនេះមិនទាន់ហួសពេលទេយានហួយនេះគឺត្រូវបដូរមកឲ្យគេថ្លែងអំណរគុណអញវិញហើយអញ្ចឹងកុំខ្ជិះខ្ជាយធនធានរបស់និកាយអីឯងគ្រាន់តែជាមនុស្សមិនបានការម្នាក់ប៉ុណ្ណោះខ្ញុំមិនមែនជាមនុស្សឥតប្រយោជន៍ទេខ្ញុំជាកូនស្រីច្បងនៃត្រកូលយានមែនហើយបើឯងមិនមែនជាកូនស្រីច្បងនៃត្រកូលយានទេដោយពឹងផ្អែកលើខ្លួនឯងឯងក៏គ្រាន់តែជាអ្នកធ្វើស្រែចម្ការម្នាក់ប៉ុណ្ណោះបើមិនអីចឹងទេឯងទៅរកមនុស្សធម្មតាម្នាក់រៀបការទៅឯងគ្រាន់តែជាមនុស្សធម្មតាដែលមានឫសគល់ធម្មតាជាតារាមិនអាចឡើងទៅកាន់វិមានអាទិទេពបានឡើយមិនល្អទេយឺប្រញាប់ផ្ទុកត្រចៀកទៅគេចង់បំផ្លាញការតាំងចិត្តរបស់ឯងហើយខ្ញុំមិនមែនជាមនុស្សឥតប្រយោជន៍ទេខ្ញុំជាកូនស្រីច្បងនៃត្រកូលយានខ្ញុំជាមោទនភាពនៃត្រកូលយានខ្ញុំមិនមែនជាមនុស្សឥតប្រយោជន៍ទេខ្ញុំមិនមែនឯងនឹងហើយជាមនុស្សឥតប្រយោជន៍ខ្ញុំគ្រាន់តែជាកូនស្រីកើតពីប្រពន្ធចុងដ៏ថោកទាបម្នាក់សូម្បីតែខ្ញុំក៏ឯងវាមិនឈ្នះផងបើឯងមិនមែនជាមនុស្សឥតប្រយោជន៍ទេសាក់មើលទៅតាមពិតទៅគេបានបោះបង់ឯងចោលយូរហើយហេតុនេះហើយទើបគេទៅបណ្ដុះបណ្ដាលយានកាំងជំនួសវិញឯងគ្រាន់តែជាមនុស្សល្ងងខ្លៅដែលជួយមិនបានពឹងផ្អែកលើភាពក្រាស់ក្រែលនៃស្បែកមុខដើម្បីហាត់រៀនធម៌សិលពធ្វើបាបអ្នកដទៃនឹងធ្វើបាបខ្លួនឯងប៉ុន្តែបើមានម្ដងទៀតខ្ញុំមិនហ៊ានហាត់រៀនធម៌សិលភាពទេមែនហើយនិយាយបន្តទៀតទៅបងខ្លាយស្រីនឹកស្មានមិនដល់ថាឯងហ៊ានបំផ្លាញឆ្អឹងនិងឫសគល់របស់ខ្ញុំឯងកំពុងតែចិញ្ចឹមបិសាចក្នុងចិត្តហើយបិសាចក្នុងចិត្តចុះយ៉ាងម៉េចការនៅក្នុងផ្ទះកញ្ចក់គួរតែដឹងថាអ្វីទៅជាទេពកោសល្យភាពច្រណែនប៉ុន្តែឯងហាក់ដូចជាមើលស្រាលមនុស្សក្នុងលោកនេះពេកហើយខ្ញុំបានត្រៀមផែនការបំរុងទុកជាមុនរួចហើយពិតមែនហើយប្រញាប់ញ៉ាំទៅនេះគឺជារបស់សួនច្បារកុំពកទាំង7ខ្ញុំទៅហើយក្នុងមួយជីវិតអាចញ៉ាំបានតែម្ដងគត់យ៉ាវឆ្នាំថៃយួនរបស់ខ្ញុំនេះអាចបដូរអាយុកាល30ឆ្នាំទៅជាការបណ្ដុះកម្រិតធម្មពលបណ្ដុះអាសន្នដើម្បីឈានដល់កម្រិតបរិបូរណ៍នៅពេលនេះការបណ្ដុះកម្រិតធម្មពលបានឈានដល់ដំណាក់កាលចិនតានជាផ្លូវការហើយយុនសានឯងសំបីតែជីវិតមនុស្សរបស់ខ្លួនឯងក៏មិនខ្វល់ដែរមែនទេឲ្យតែអាចឈ្នះបានអ្វីគ្រប់យ៉ាងគឺស័ក្តិសមទាំងអស់យានហ៊ូនកុំចាញ់មនុស្សថោកទាបម្នាក់នេះឲ្យសោះហ่าនេះជាកម្លាំងរបស់ចិនតានមែនទេរិនហ៊ូនឲ្យឯងស្លាប់ទៅស្លាប់ហោះបំផ្លាញវិញ្ញាណសូមអញ្ជើញមហាទេពឡើងភ្នំចាសូមអញ្ជើញមហាទេពឡើងភ្នំហាពួកឯងគ្រាន់តែជាមនុស្សថោកទាបប៉ុណ្ណោះការឃើញខ្ញុំគឺប្រៀបដូចជាស្បែកបានឃើញមេឃខៀវស្រឡះធ្វើពុតជាខ្មោចព្រាយបិសាចការបំផ្លាញអាវុធយេឯង